source អីអ្នកទាំងអស់គ្នាអូខេអញ្ចឹងថ្ងៃហ្នឹងគឺពួកយើងនឹងមាន training recurrent ជាមួយនឹង cabin crew ទៀតហើយថ្ងៃនេះយើងមាន instructor របស់យើងបងហៃហើយមាន instructor ម្នាក់ទៀតមកដល់ល្មមតាមមក instructor ថ្ងៃហ្នឹងដែរខ្ញុំជា instructor under supervision របស់គាត់តាំងពីរនាក់អូខេបងអញ្ចឹងថ្ងៃហ្នឹងយើងត្រូវនឹងគេខ្លះ Train SCP 5 chapter 5 chapter recurrent នៅក្នុងថ្ងៃតែមួយហើយចេញពីហ្នឹងទៅគឺនឹងទៅ visit aircraft ទៀតនៅពលាន KTI របស់យើងវាសួរសំណួរទីវាសួរសំណួរ cabin crew សួរតាំងពីដល់យប់មកបញ្ចប់អូខេចឹងចាំមើលវីដេអូទាំងអស់គ្នាថាតើមានបរិញ្ញាបត្រគេខ្លះហើយត្រូវធ្វើគេខ្លះនៅក្នុងការ recurrent ហ្នឹងអញ្ចឹងនៅពេលដែល start class គឺពួកខ្ញុំអង្គុយមើលបងហៃដែលគាត់ជាអ្នកចាប់ផ្ដើមថ្នាក់នៅក្នុងថ្ងៃហ្នឹងជាក់ស្ដែងការបង្រៀនថ្នាក់ recurrent គឺអត់ដូចថ្នាក់ initial ទេការ recurrent បើប្រៀបទៅដូចជាការរំលឹកមេរៀនឬមួយក៏មករំលឹកវិជ្ជាគុណឡើងវិញចឹងហើយនៅក្នុងថ្នាក់ recurrent គឺភាគច្រើន instructor នឹងសួរទៅកាន់ trainee ច្រើនជាង trainee ត្រូវសួរមក instructor ព្រោះអីគឺជាអ្វីដែលពួកគាត់ត្រូវយល់ត្រូវដឹងអញ្ចឹងយើងត្រូវមករំលឹកថាពួកគាត់ពិតជាយល់ពិតជាដឹងទាំងអស់ហ្នឹងមែនអត់ហើយនៅក្នុងថ្នាក់ recurrent ហ្នឹងក៏យើងត្រូវមក update information ណាថ្មីដែលទើបតែ update ជាមួយនឹងក្រុមហ៊ុនណាអញ្ចឹងគឺយើងត្រូវមករំលឹកទាំងអស់ហ្នឹងឡើងវិញហើយនេះមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់កំពុងតែបញ្យល់ពី process នៃឯកសារខ្លះៗតាក់ទងជាមួយនឹងការ training តាក់ទងជាមួយនឹង assessment អីអញ្ចឹងណានិយាយទៅអាមូនហើយនៅបងហៃប្រៀបដូចជា mentor របស់ខ្ញុំនៅក្នុងការ becoming SEP instructor ហ្នឹងអញ្ចឹងគឺពួកគាត់ជាអ្នក guide the way របស់ខ្ញុំ how to become the SCP instructor អញ្ចឹងហើយនៅក្នុងថ្នាក់ recurrent នេះគឺដូចនិយាយពីដើមវីដេអូអញ្ចឹងយើងនឹងធ្វើការសង្ខេបមេរៀនតាំងពីជំពូកទី1រហូតដល់ជំពូកទី5បន្ទាប់មកគឺយើងនឹងមានការប្រឡងហើយប្រឡងហ្នឹងដូចដឹងហើយ 90% ទើបជាប់ហើយយើងក៏មាន assessment ជាមួយនឹង safety equipment ជាមួយនឹងការទៅ visit aircraft បន្ទាប់មកទៀតពួកគាត់ទាំងអស់គ្នានឹងត្រូវមាន lunch check flight យើងលើ instructor យើងកំពុងតែរៀបចំ equipment ទីទៀតធ្វើ assessment មួយរបស់ទាំងអស់នេះcabin crew គាត់នឹងមកពួកគាត់ត្រូវធ្វើគេខ្លះបងមួយអត់ត្រូវប្រាប់ពី flight check operation ហើយនឹង precaution operation អីចឹងទៅពីការប្រើប្រាស់ក្នុងការតែដែលពួកគាត់រៀនហើយនេះគឺយើងត្រូវអនុវត្តផ្ទាល់ពួកគាត់ hands on នៅពេលដែលរៀបចំរួចហើយយើងនឹងឲ្យពួកគាត់ចូលមកម្នាក់ម្ដងដើម្បីធ្វើ assessment ជាមួយនឹងឧបករណ៍ទាំងអស់ហ្នឹងដើម្បីយើងចង់ដឹងថាពួកគាត់ពិតជាដឹងពីរបៀប check របៀបប្រើប្រាស់របៀបការពារហើយនិងរបៀបទុកដាក់វាវិញអត់ហើយបើសិនជាមានគ្រោះថ្នាក់ណាកើតឡើងមួយតើពួកគាត់ពិតជាអាចប្រើប្រាស់ឧបករណ៍ទាំងអស់ហ្នឹងបានមែនអត់ Operation secure on the waist raise up the megaphone put next to the mouth upright position and do not put near to the passenger ear okay this one is the half-X so the pre-flight check is the co-education secure in the bracket pressure gauge needle in the green bands and they also have the safety pin intact with the yellow seal and a nozzle and abstract. Hi. Welcome aboard. Operation move from bracket, pull the safety pin, aim at the base of fire, press the lever and fight the fire in sweeping motion. Duration 10 seconds and effective range is 1.8 meters. អូខេអញ្ចឹងយើងមិញ finish class នៅ office ហើយមួយខែឥឡូវត្រូវមកដល់ពលានម្ដងមកធ្វើគេបងនៅពលានយើង visit aircraft ហើយគាត់ត្រូវស្រែក comment ជាច្រើនទៀតស្រែកតែស្ងួតកមានអីដែរមូលហ្នឹងគេមកចង់ថាធ្វើអីមិនសេច The Voice អូមកប្រកួតកម្មវិធី The Voice គឺហៅអ្នកណាសំឡេងបានអ្នកនោះនឹងឈ្នះក្នុងថ្ងៃនេះអ្នកណា shot comment ខ្លាំងជាងគេមានរង្វាន់នេះគេស្ងេឲ្យជាប់ញ៉ែឲ្យជាប់អូខេ pass Emergency attention crew at station stay down Emergency! Emergency! Hands down! Stand down! evacuate release seat belt leave everything shoe up come this way stand back training ហើយមានអារម្មណ៍ដែរជប់ឥឡូវសុំសួរ instructor មុនសិនថ្ងៃហ្នឹងឈឺកឈឺដៃព្រោះអីមិញជ្រុលគេឲ្យឈឺកខ្លាំងបាទអូខេឥឡូវមិនដែរស្អែកហ្នឹងខ្ញុំសួរសំណួរគ្រូខ្ញុំអត់កើតទេព្រោះវាបាយឆ្លាក់មានអត់មិនមានអារម្មណ៍ដែរខាងនេះបាយចិត្តបងបាយចិត្តបាយចាំយំមិនដែរដល់នោះបាយបាហាងហ្នឹងមិនជិះនេះតាបាយបា emergency okay okay today let's say thank you to បងហៃ for thank you so ឥឡូវច្បាស់អស់ហើយណាអត់មានអីស្បែកស្ពើទេស្បែកស្ពើយើងជួបគ្នាម្ដងទៀតជួបគ្នាបាច់ហ្វងបាយបាយ That's alright bye bye